កាយកម្ម3វិច័យកម្ម4មโนកម្ម3អានេះគឺជាកញ្ចក់ឆ្លុះឲ្យអូនមើលឃើញទៅលើភាពស្អាតទៅលើកាយវាចានិងចិត្តអញ្ចឹងអូនឯងចង់ដឹងថារងៃកាយអូនឯងស្អាតនេះមិនសំដៅលើសម្ផស្សខាងក្រៅទេតោះនេះកាយកន្លែងនេះគឺសំដៅលើរាងកាយដែលស្អាតដោយធម៌តោះនេះទី1ជាកាយដែលមិនសម្លាប់ជីវិតបៀតបៀនជីវិតអ្នកដទៃឧទាហរណ៍ថាមានដូចអ្នកខ្លះគាត់ជាធាតុកអ្នកខ្លះគាត់បែកថ្នាំគាត់ទៅសម្លាប់គេគាត់អីចឹងណាអាហ្នឹងគឺកាយគាត់នឹងបន្លាអត់ស្អាតទេខុសសិលធម៌ខុសសិលក្នុងប្រណីពុទ្ធសាសនាគឺមានតែបៀតបៀនជីវិតសត្វទាំងឡាយទាំងពួងដោយសេចក្តីប្រមាទណាបាបហើយអត់ស្អាតទេមួយទៀតយកកាយដ៏ល្អផូរផង់នេះទៅលួចរបស់គេលួចសភៅលួចបេកលួចទូរស័ព្ទលួចម៉ូតូឲ្យតែលួចរបស់គេកាយនឹងអត់ល្អទេលុយគេឲ្យតែលួចកាយយកដៃនឹងទៅលួចហ្នឹងណាកាយអត់ស្អាតទេណែកាយមួយទៀតគឺខុសក្នុងកាមគឺមានន័យថាកាយដែលប្រព្រឹត្តខុសនៅក្នុងកាមប្រពន្ធកូនគេទៅលំលោភទៅចាប់ទៅអីប្តីផ្ដាស់ហ្នឹងគឺថាអាហ្នឹងគឺអត់ស្អាតទេក្រិចហើយកាយក៏ក្រិចហើយតោះនេះអូនតោះនេះអាហ្នឹងកាយ3ដែលយើងអាចធ្វើការរស់នៅរាល់ថ្ងៃហ្នឹងឲ្យមានសេចក្តីសន្តោសមេត្តាកុំឲ្យប្រមាថជីវិតអ្នកដទៃណាតោះនេះអូនតោះណាសេហើយណា3ចំណុចវិច័យកម្ម4វាចាមាន4ឯណោះវាចាសំខាន់ណាឃើញវាចាលើសគេអត់វាចា4វាចាទី1គឺមិននិយាយភូតផលកុហកភូតផលកន្លែងនេះបើយើងជាមិត្តភ័ក្តិយើងនិយាយលេងបែបកុហកលេងតិចតួចជាការលេងសើចសប្បាយអាហ្នឹងអត់រាប់ចូលថាខុសទេព្រោះយើងស្គាល់ចិត្តគ្នាយើងលេងសើចមួយគ្នាទៅទៅយើងមិនអាសាផាភាសានេះគេនិយាយថាផាគ្នាលេងអីចឹងឧទាហរណ៍មិត្តភ័ក្តិយើងស្អាតអូយមុខអាក្រក់វាផ្ទុយនឹងពាក្យហ្នឹងប៉ុន្តែយើងលេងបានអាហ្នឹងអត់អីទេក៏អត់ចាត់ទុកថាខុសឆ្គងដែរប៉ុន្តែអាភូតផលឲ្យគេខូចប្រយោជន៍ឧទាហរណ៍ថាផ្លូវហ្នឹងទៅជួបលៀបទេប៉ុន្តែប្រាប់គេថាកុំទៅអត់ល្អទេជួបគ្រោះក្នុងចេតនាធ្វើឲ្យអ្នកដទៃខាតប្រយោជន៍ការភូតផលកុហកអញ្ចឹងគឺអត់ស្អាតទេវាចាអូនឯងមានវាចាអត់ស្អាតទេណែវាចាមួយទៀតនិយាយញុះញង់មកបាច់បំបាក់ចេះចាក់រុកស្កើស្គៀលអាសាច់រឿងនេះទូចទេណែបរិចហ្មងសបោអូនសបោហ្មងពេលខ្លះនៅក្នុងស្រុកភូមិសបោហ្មងសាច់រឿងហ្នឹងតិចដែរនេះនិយាយពីបរិចរឿងហ្នឹងបែកអូហូស្ទឹងហ្មងហ៎ហើយញុះញង់ឲ្យបែកបាក់គ្រួសារបែកបាក់សាមគ្គីមើលឃើញគ្នាក្នុងផ្លូវអាក្រក់អាភាសាអញ្ចឹងគឺភាសាអត់ស្អាតទេវាចានឹងអត់ស្អាតទេបុគ្គលនឹងមានវាចាមិនស្អាតហើយយើងមិនបាច់ទៅវិនិច្ឆ័យយើងគ្រាន់តែកត់សម្គាល់លើបានហើយបើជួបមនុស្សអញ្ចឹងណាតើនេះអូនទី2ស្រួលចាប់ហ៎ឲ្យយើងដឹងនិយាយអាហ្នឹងគឺអញ្ចឹងហ្មងណាវាចាមួយទៀតជេបតិចផ្ដាសាប្រមាថអ្នកដទៃស្គាល់ពាក្យជេអូនឲ្យតែចាត់ចូលក្នុងការជេប្រមាថផ្ដាសាអាហ្នឹងមិនបាច់បងឧទាហរណ៍ទេណាយើងស្គាល់ហើយយើងធ្លាប់ឮហើយមានន័យថាគាត់អត់បានអប់រំវាចាគាត់ទេអញ្ចឹងវាចាអត់ស្អាតនឹងអាហ្នឹងជេឲ្យតែជេយើងខមមិនជេគេក៏ដោយក៏បាបដែរណាជេគេជេច្រើនបំរុងប្រមាថគេច្រើនបំរុងហ្នឹងគឺបាបហើយអត់ស្អាតតោះណាអូនកញ្ចក់យើងយកមកឆ្លោះខ្លួនឯងវាចាមួយទៀតពាក្យរយរាយឥតប្រយោជន៍និយាយដើមគេនិយាយអាក្រក់ពីគេអាពាក្យរយរាយណាអាពាក្យសោកសៀតមកបន្តិចដែលវាអត់និយាយស្ដាប់ទៅវាអត់មានតន់ជាប្រយោជន៍អីសោះណាអាហ្នឹងក៏ត្រូវតែយើងកាត់បន្ថយដែរជុំគ្នានិយាយដើមគេណាយាអាក្រក់ពីគេហ្នឹងអាហ្នឹងអូនរយរាយហើយពាក្យរយរាយឥតប្រយោជន៍កាន់តែនិយាយកាន់តែបាត់តម្លៃខ្លួនឯងត្រូវទេណាអូនមួយឯងតោះហ្នឹងណាតែត្រូវទិញត្រូវមើលឲ្យយល់តោះណាអូនណាមួយទៀត4ត្រូវអត់កាត់បាន4នៅអូខេគាត់អូយប៉ាកែនេះគាត់សើគេទៅសេតាមអានល្អណាមโนកម្ម3របៀបគិត3ដែលធ្វើឲ្យចិត្តយើងវាអត់ស្អាតទី1ចិត្តដែលមានបំណងប៉ងលួចរបស់គេ
គ្រាន់តែប៉ងថានេះតំណងឲ្យលួចយកទៅផ្ទះហ្នឹងគ្រាន់តែប៉ងក្នុងចិត្តទេអត់តន់ធ្វើទេណាគ្រាន់តែប៉ងចង់លួចចង់បានរបស់គេហ្នឹងឯងក៏ចិត្តនឹងប្រឡាក់ដែរចិត្តអត់ស្អាតទេចិត្តអត់ជ្រះថ្លាទេអញ្ចឹងរបស់គេក៏មានចិត្តចង់បានតែនេះកុំសំបីតែមានចិត្តឲ្យរឿងរបស់គេចង់លួចយករបស់គេហ្នឹងលុយគេឡានគេម៉ូតូគេកតាបគេប៊ិចគេសភៅគេកុំឲ្យមានចិត្តលឺអត់ចេះនេះគ្នាណាកុំតន់ច្អល់គ្នាហ្នឹងមើលសំបីតែមានចិត្តណាគ្រាន់តែគិតហ្នឹងណាក៏បាបដែរក៏អត់ស្អាតដែរណែចិត្តហ្នឹងអត់ស្អាតតែបងចេះតែគ្នាយើងមិនទេត្រូវទេចិត្តទី1អាចអត់ត្រូវណាស្ដាប់ទី2ចិត្តទី2ចិត្តដែលមានភាពព្យាបាទគុំគួនចំណែនធ្វើបាបគេអាចិត្តចង់ព្យាបាទគេរៀបផែនការធ្វើបាបអ្នកនេះហើយហ្នឹងណាអានោះក៏ចិត្តអត់ស្អាតដែរចិត្តគុំគួនចិត្តព្យាបាទមានន័យថាអត់ចង់ឲ្យគេបានសុខទេចង់តែបៀតបៀនគេចិត្តហ្នឹងអត់ស្អាតទេឃើញគេល្អបានទេខឹងគេចំណែនគេចង់បៀតបៀនគេចិត្តហ្នឹងទី2អត់ស្អាតទី3ការយល់ខុសទុតិធិនិយមនឹងឯងគឺអវិជ្ជាការយល់ខុសឃើញទោសនៃសេចក្តីល្អធ្វើរឿងខុសច្រឡំថាត្រូវអាហ្នឹងធ្ងន់ណាស់ណាអូនអាទី3ហ្នឹងឯងខុសដោយមោទនភាពអាហ្នឹងណាធ្វើខុសហើយមានកម្លាំងធ្វើខុសហ្នឹងទៀតហើយអត់ដឹងថាអាហ្នឹងខុសអាហ្នឹងអវិជ្ជាខ្លាំងហ្មងចំតួហ្មងក្នុងជីវិតធម្មតាបើយើងដឹងយើងស្រួលកែត្រូវទេតែអាយើងអត់ដឹងហ្នឹងណាពិបាកកែណាអូនពិបាកណាឧទាហរណ៍គាត់ជេរគេប៉ាំងអញ្ចឹងហើយគេថាបងអាចនិយាយបងអាចកែសម្រួលពាក្យបងឲ្យល្អជាងនឹងអត់សម័យឥឡូវគេជេរតែអញ្ចឹងអញជេរតែអញ្ចឹងមិនចង់ទៀតណាអ្នកខ្លះក្រាស់ដោយមាននេះអវិជ្ជានឹងខ្លាំងណាស់មួយទៀតនិយាយធ្វើរឿងមួយចំនួនណែវាអាចនាំនៅទុកទោសដល់ខ្លួនឯងចឹងទៅហើយអត់ដឹងថានឹងខុសទេហើយគេប្រាប់ណែនាំអីខឹងគេទៀតតែអានឹងសិតតែរឿងធ្ងន់តោះនេះស្រួលយល់ហើយណាអូនស្រួលយល់ហើយទេអូខេព្រោះយើងអ្នកកាន់ពុទ្ធសាសនាហ៎ចឹងយ៉ាងហោចណាយើងមានកញ្ចក់ឆ្លោះណអូនណហើយរលឹកគុណព្រះរតនត្រ័យអីនេះមានន័យថាម៉េចឲ្យនឹកដល់សេចក្តីល្អគឺបុណ្យឬបាបគឺមានន័យសេចក្តីល្អសេចក្តីអាក្រក់អំពើល្អអំពើអាក្រក់ន័យដូចគ្នាទេតោះនេះតិចថាបុណ្យនឹងអត់ដឹងបុណ្យនឹងស្អីគេណាបុណ្យគឺសំដៅលើសេចក្តីល្អភាពរីករាយណាហើយបាបហ្នឹងគឺសេចក្តីទុក្ខវេទនានឹងឯងសេចក្តីអាក្រក់ការប្រព្រឹត្តអាក្រក់ខុសប្រាក់ចាកទៅលើកាយកម្ម3វិច័យកម្ម4មโนកម្ម3ហ្នឹងឯងណាអញ្ចឹងអានេះសាកមើលឆ្លោះខ្លួនឯងទៅជួនកាលយើងឲ្យអាខីពេលខ្លះបើយើងទិញថាអូត្រូវមាន10យ៉ាងហើយយើងអត់ដឹងអា10ហ្នឹងស្អីអាហ្នឹងជារឿងដែលលំបាកយើងថាយើងកាន់ពុទ្ធសាសនាប៉ុន្តែយើងអត់ដឹងអា10ហ្នឹងស្អីឧទាហរណ៍អញ្ចឹងបន្ទាប់មកយើងប្រព្រឹត្តអាហ្នឹងហើយយើងអត់ដឹងថាវាខុសឧទាហរណ៍តែនេះនិយាយដើមគេអីចឹងហើយអត់ដឹងអាហ្នឹងខុសទេហើយប្រាប់គេថាខ្ញុំអ្នកកាន់ពុទ្ធសាសនាហើយដឹងថាអាហ្នឹងខុសប្រាចាពីសាសនាខ្លួនឯងត្រូវអត់មានគំនិតគុំគួនចង់ធ្វើបាបគេបធូរកម៉ូតូចង់ដុតផ្ទះគេអេអាចិត្តព្យាបាទទេអោះខឹងគេមួយដុតផ្ទះនៅនឹងចោលបណ្ដោយអាខ្លះវានៅត្រឹមចិត្តទេតែខ្លះទៀតជាប់ទោសធ្វើទៅជាប់ទោសហ្មងបំផ្លាញទ្រព្យអ្នកដទៃឃើញទេថៃអូនសួរយល់ទេណា